ការពិតទាំង5យ៉ាងអំពី Galaxy Andromeda Andromeda ត្រូវបានគេហៅម្យ៉ាងទៀតថា Messier 31ឬហៅដោយខ្លីថា M31 ដោយដាក់ឈ្មោះតាមតារាវិទូជនជាតិបារាំង Charles Messier M31 មានទំហំធំជាង Milky Way របស់យើងដោយមានទទឹងប្រមាណ 26,000 ឆ្នាំពន្លឺបើប្រៀបធៀបនឹង 10,000 ឆ្នាំពន្លឺសម្រាប់ Milky Way ឥឡូវនេះសូមស្វែងយល់បន្ថែមអំពីការពិតដ៏គួរឲ្យចាប់អារម្មណ៍នៃ Galaxy Andromeda ដែលជា Spiral Galaxy ដ៏ជិតបំផុតរវាងយើងហេតុអ្វី Galaxy នេះមានឈ្មោះថា Andromeda Galaxy Andromeda ត្រូវបានដាក់ឈ្មោះតាមតំបន់នៅលើមេឃដែលវាលេចឡើងគឺក្រុមផ្កាយ Andromeda ក្រុមផ្កាយនេះអាចមើលឃើញនៅអត្តកូលខាងជើងចន្លោះពីរយៈទទឹងទី90រហូតដល់40ផ្កាយភ្លឺបំផុតរបស់វាគឺ Alpheratz ដែលជាផ្កាយយក្សពណ៌ខៀវស្ថិតនៅចម្ងាយ97លានឆ្នាំពន្លឺនៅក្នុងទេវកថាក្រិក Andromeda ជាព្រះនាងដែលឪពុកម្ដាយរបស់នាងគឺស្ដេច Zephyr និងម្ចាស់ស្ត្រី Cassiope ព្រះនាង Andromeda ត្រូវបានគេចងទៅនឹងថ្មដើម្បីបូជាផ្គាប់ចិត្តព្រះសមុទ្រ Poseidon នេះខឹងនឹងការអួតរបស់ Cassiope ថាកូនស្រីរបស់នាងស្អាតជាងនាងសមុទ្រ Nereid ដែលជាសាវកនៅជាមួយគាត់ការបូជានេះមានគោលបំណងបញ្ឈប់ Poseidon ពីការបំផ្លាញទីក្រុង Aesiopia ដែលពួកគេគ្រប់គ្រងប៉ុន្តែព្រះនាង Andromeda ត្រូវបានជួយសង្គ្រោះនៅទីចុងក្រោយដោយវីរបុរស Perseus ដែលជិះសេះមានស្លាប Pegasus តួអង្គទាំង5នេះត្រូវបានគេដាក់ឈ្មោះឲ្យក្រុមផ្កាយទាំង5នៅលើមេឃគឺ Zephyrus Cassiope Andromeda Perseus និង Pegasus ឈ្មោះ Andromeda មកពីភាសាក្រិកមានន័យថាអ្នកគ្រប់គ្រងមនុស្ស M31 មើលឃើញបានល្អបំផុតនៅរដូវស្លឹកឈើជ្រុះនិងរដូវរងានៅអត្តកូលខាងជើង M31 អាចមើលឃើញពេញមួយឆ្នាំប៉ុន្តែល្អបំផុតគឺចន្លោះខែសីហាដល់ខែកុម្ភៈនៅអត្តកូលខាងត្បូងពេលល្អបំផុតសម្រាប់មើល M31 គឺចន្លោះខែតុលាដល់ខែធ្នូដែលវាលេចឡើងទាបនៅជើងមេឃខាងជើងការស្វែងរក M31 ដោយប្រើក្រុមផ្កាយ Cassiope ឬ Pegasus ក្រុមផ្កាយ Pegasus និង Cassiope ជាទម្រង់ធំៗដែលងាយសម្គាល់សំណាងល្អអ្នកសង្កេតផ្កាយអាចប្រើវាដើម្បីរក Galaxy Andromeda M31 ធ្លាប់ត្រូវបានគេគិតថាជាពពកអវកាសចាប់តាំងពីឆ្នាំ1900រហូតដល់ទសវត្សរ៍ឆ្នាំ1920អ្នកតារាវិទូជឿថា Milky Way ជាចក្រវាឡទាំងមូលហើយចំណុចស្រពេចស្រពិលដែលมันអាចមើលឃើញជាផ្កាយនីមួយៗដោយកែវយឺត Andromeda ត្រូវបានគេគិតថាវាជាពពកបុស្ម័នហៅថា Nebula ដូច្នេះ M31 ធ្លាប់ត្រូវបានគេហៅថា Andromeda Nebula Galaxy Andromeda មានផ្កាយ 1000 លានមានផ្កាយប្រមាណ 1000 លាននៅក្នុង Galaxy Andromeda បើប្រៀបធៀបនឹងផ្កាយ100ទៅ400,000 លាននៅក្នុង Milky Way ទោះបី M31 មានទំហំធំជាង 2.5 ដងនៃ Milky Way និងមានផ្កាយច្រើនជាងក៏ដោយប៉ុន្តែម៉ាស់របស់ Galaxy Andromeda មានត្រឹម 400,000 លានដងនៃម៉ាស់ព្រះអាទិត្យយើងប៉ុណ្ណោះ Milky Way ត្រូវបានគេគិតថាមានទម្ងន់ច្រើនជាងព្រោះទម្ងន់សារធាតុងងឹត Dark Matter និងថាមពលងងឹត Dark Energy ច្រើនជាង M31